ខ្ញុំបាទជាមួយអៀកំស្រេងជាដំបងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានអស់រយៈកាលជាច្រើនខែមកហើយដែលខ្ញុំមិនបានឆ្លើយតបមកคลิปរបស់លោកអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនពីព្រោះហេតុអីបានខ្ញុំមិនព្រមឆ្លើយតបពីព្រោះខ្ញុំមើលឃើញថាមជ្ឈដ្ឋានជាតិមួយចំនួនពលរដ្ឋយើងមួយចំនួនបានជេរកំទេចបណ្ដាសាដាក់ទំនាយគ្រប់ចំណុចខ្លាំងពេកកន្លែងហ្នឹងហើយដែលខ្ញុំមិនចេញមកធ្វើសកម្មភាពដើម្បីបង្ហាញបន្ថែមទៀតតែទន្ទឹមនឹងពេលហ្នឹងដោយក្រោយមកដែលលោកអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនបានចេញអនុសាសន៍ដើម្បីមកឆ្លើយតបទៅលើរឿងដែលគេបានបាញ់សម្លាប់វីរៈជនស្នេហាជាតិខ្មែរគឺលោកបណ្ឌិតកែមលីដូច្នេះលោកឯងបានឆ្លើយតបទៅលើវេទិកាដែលបានចេញអនុសាសន៍មកបង្ហាញទៅលើមជ្ឈដ្ឋានជាតិនិងអន្តរជាតិទន្ទឹមនឹងពេលនេះផងដែរអៀកំស្រេងក៏សូមជូនអនុសាសន៍ទៅដល់អគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនផងដែរនិយាយអំពីវិធីនៃការដឹកនាំអញ្ចឹងគាត់តែខ្ញុំគាត់ចង់ប្រាប់លោកឯងឲ្យបានច្បាស់លាស់ថាលោកឯងតោងទៅយល់ពាក្យមួយឃ្លាគេនិយាយថាពេលដែលឃ្លានយើងត្រូវការឆ្អែតដល់ទៅពេលឆ្អែតហើយបានត្រូវការឆ្ងាញ់អាហ្នឹងក៏អត់ខុសពីនិយមន័យដែលរយៈកាលកន្លងមកលោកឯងតាំងនិយាយពីឆ្នាំ1985លោកឯងចង់បានអំណាចតែដល់ទៅពេលលោកឯងបានអំណាចគ្រប់គ្រងបាន30ឆ្នាំហើយហេតុអីបានលោកឯងនៅតែភ្លឺក្តោបអំណាចដោយមិនប្រែយកអំណាចហ្នឹងឲ្យទៅជាភ្លឺល្អពីព្រោះអំណាចវាមានពីរណាអំណាចសុចរិតនិងអំណាចទុច្ចរិតអ្វីដែលលោកឯងមានអំណាចរួចទៅហើយតែអំណាចហេតុអីបានលោកឯងមិនប្រែអំណាចហ្នឹងឲ្យคล้ายទៅជាអំណាចសុចរិតដើម្បីស្ដារនៅកិត្តិយសដែលអ្វីដែលលោកឯងបានបំភ្លេចបំផ្លាញគំតិចជាតិសាសន៍ហ្នឹងហេតុអីបានលោកឯងមិនព្រមកែប្រែលោកឯងកុំភ្លេចថាអំណាចនៅពេលដែលលោកឯងមានកម្លាំងអំណាចនឹងវាមានមែនចុះបើសិនជាលោកឯងអស់អំណាចទៅយើងសុំសួរថាក្រុមគ្រួសារតកូហ៊ុនបានអំណាចមកពីណាខ្ញុំជឿថាលោកឯងបានក្រងរៀបចំទុកឲ្យក្រុមគ្រួសារលោកឯងរួចទៅហើយក៏ប៉ុន្តែលោកឯងកុំភ្លេចណាមិនអាចទប់ស្កាត់នៅចរន្តកម្លាំងរបស់មហាជនកម្លាំងរបស់ប្រជាជាតិខ្មែរយើងហើយជាពិសេសនៅក្នុងសម័យបច្ចុប្បន្ននេះថែមទៀតដែលគេមើលឃើញជាសកម្មភាពតាមអន្តរបណ្ដាញដែលគេមើលឃើញពីសកម្មភាពនយោបាយរបស់លោកឯងដើរហ្នឹងគឺលោកឯងដើរកំពុងតែសម្លាប់ខ្លួនឯងដូច្នេះដើម្បីបង្ហាញលោកឯងឲ្យបានច្បាស់លាស់គាត់តែខ្ញុំចេញអនុសាសន៍មកគាត់តែបញ្យល់លោកឯងឲ្យយល់ពីខ្លួនឯងថាពេលដែលលោកឯងឃ្លានលោកឯងត្រូវការឆ្អែតពេលដែលលោកឯងឆ្អែតហើយលោកឯងត្រូវការឆ្ងាញ់អញ្ចឹងក៏វាអត់មានខុសពីនិយមន័យនៃពាក្យមួយគេហៅថាខ្លាទុកស្បែកបាក់សីទុករោមមនុស្សទុកឈ្មោះកន្លែងហ្នឹងដែលជាប្រភពនៃបញ្ហាឥឡូវនេះលោកឯងតោងទៅយល់ឲ្យច្បាស់លាស់ណាលោកឯងមានលុយរាប់ពាន់លានក៏នៅតែបាយមួយចានឆ្អែតមួយកាពះរស់មួយថ្ងៃប្រជាពលរដ្ឋដែលក្រីក្រតោកយ៉ារស់នៅវេទនាសូម្បីតែគេបាយមួយចានជាមួយនឹងពងមាន់ឬក៏ជាមួយនឹងអំបិលនិងទឹកស៊ីអ៊ីវក៏គេនៅតែបាយមួយចានឆ្អែតមួយកាពះរស់មួយថ្ងៃក៏ឆ្លងកាត់នៅក្នុងសូយ៉ាកតិនិងច័ន្ទកតិក៏ប៉ុន្តែលោកឯងតោងទៅយល់ឲ្យច្បាស់លាស់ថាខ្ញុំលើកឧទាហរណ៍ដើម្បីបញ្ជាក់បង្ហាញឲ្យលោកឯងមើលឃើញពីទស្សនវិជ្ជានៅថ្ងៃទី24ដែលបញ្ចេញឲ្យលោកឯងមើលឃើញថាពិតមែនតែលោកកែមលីគាត់បានចូលប្រឡូកក្នុងវិស័យនយោបាយរយៈពេលដ៏ខ្លីក៏ប៉ុន្តែគាត់មានអត្ថន័យវែងប្រជាពលរដ្ឋមិនមែនត្រឹមតែអ្នកនៅក្នុងប្រទេសទេរហូតដល់ពេញពិភពលោកគេធ្វើការចូលរួមមរណទុក្ខដោយនឹងភាពក្រៀមក្រំនឹងការស្ដាយសំណោះនៅវីរភាពរបស់លោកបណ្ឌិតកែមលីនេះដែលសបង្ហាញឲ្យច្បាស់លាស់ថាគាត់រស់នៅក្នុងសភាពសាមញ្ញជីវភាពធម្មតាតែអ្វីដែលគេឲ្យតម្លៃហ្នឹងគេគោរពហ្នឹងពីព្រោះមនុស្សគេហៅថាចូលនៅលើទស្សនៈសុចរិតទៀងត្រង់ហ្នឹងគេអត់ត្រូវការឆ្អែតទេគាត់ត្រូវការឆ្ងាញ់ហើយរបៀបដែលធ្វើដូចលោកកែមលីនេះក្នុងប្រវត្តិសាស្ត្រខ្មែរអត់មានទេអញ្ចឹងគាត់ថាខ្ញុំគាត់ជួយចេញអនុសាសន៍ដាស់តឿនលោកឯងបន្តិចព្រោះលោកឯងនេះភ្លើមែនទេណាលោកឯងភ្លើទៅមែនទេណាហើយអត់ដឹងថានយោបាយយួនកំពុងតែគោលបំណងគេប៉ុនប៉ងមកលើតកូហ៊ុនរួចទៅហើយអញ្ចឹងដើម្បីចូលលើលក្ខណៈអស់ហ្នឹងខ្ញុំនឹងបង្ហាញលោកឯងដើម្បីបញ្ចេញឲ្យបានច្បាស់លាស់ថាយួនណាបានដកសេចក្តីទុកចិត្តពីលោកឯងរួចទៅហើយកន្លែងហ្នឹងអំណាចលោកឯងមិនបានថិតថេរថែមទៀតទេមិនអាចនៅគង់វង្សបានទៀតទេពីព្រោះយួនដកសេចក្តីទុកចិត្តអញ្ចឹងគាត់ថាខ្ញុំលើកពីករណីពីរឲ្យលោកឯងដើម្បីយកមកពិភាក្សាទៅជំរឿមានពីររវាងបូរនីហើយនឹងមីកញ្ចាស់មេពឹសបីសាច់សក់សយួនវាត្រូវដកមួយទុកមួយហើយមិនអាចទុកបានទាំងពីរទេក៏ប៉ុន្តែលោកឯងតោងទៅយល់ឲ្យច្បាស់លាស់ថាបើសិនជាលោកឯងអស់អំណាចបូរនីហ៊ុនសែនក៏អត់មានប្រសិទ្ធភាពអីដែរហើយក្រុមគ្រួសារតកូហ៊ុនក៏ត្រូវជាប់អានេះខ្ញុំចង់បញ្ជាក់ប្រាប់លោកឯងឲ្យច្បាស់លាស់ពីបញ្ហាពីរឿងយួនដកសេចក្តីទុកចិត្តពីលោកឯងរួចទៅហើយដើម្បីបញ្ជាក់បង្ហាញកាន់តែច្បាស់ខ្ញុំនឹងបករាល់សម្ដីអ្វីដែលលោកឯងនិយាយនោះហើយខ្ញុំនឹងបំភ្លឺដើម្បីឲ្យលោកឯងកាន់តែយល់បន្ថែមទៀតពីព្រោះលោកឯងនេះមិនមែនជាមនុស្សធម្មតាទេលោកឯងលើសថ្នាក់បណ្ឌិតរួចទៅហើយដូចខ្ញុំបានបញ្ជាក់នៅក្នុងคลิปមុនហ្នឹងក៏ប៉ុន្តែគាត់នៅคลิปមុនហ្នឹងខ្ញុំបានឆ្លើយតបទៅលើអ្នកនាងងួនស្រីណែតក៏ប៉ុន្តែឥឡូវคลิปនេះខ្ញុំយកពាក្យហ្នឹងមកប្រើវិញដែរខ្ញុំនិយាយថាបើមនុស្សគេរៀនតែ20ឆ្នាំគេខ្លាយខ្លួនទៅជាបណ្ឌិតបែរជាលោកឯងលើសពីរៀនទៅតែទៀតធ្វើនយោបាយរហូតទទួល31ឆ្នាំលោកឯងលើសពីបណ្ឌិតហើយក៏ប៉ុន្តែអ្វីដែលលោកឯងលើសពីបណ្ឌិតហ្នឹងបែរជាបណ្ឌិតលោកឯងគេហៅថាបណ្ឌិតភ្លីភ្លើហើយតែបាទខ្ញុំនិយាយថាអ្នករៀនគេរៀនតែ20ឆ្នាំគេខ្លាយខ្លួនទៅជាបណ្ឌិតពីព្រោះលោកឯងតាមទៅយល់ហើយក្មេងរៀនចាប់ផ្ដើមពីថ្នាក់មត្តេយ្យពីថ្នាក់ទី1ឡើងទៅដល់ថ្នាក់ទី12វា12ឆ្នាំហើយបន្ទាប់មកចូលនៅក្នុងមហាវិទ្យាល័យឬក៏ឧត្តមវិទ្យាល័យរៀនថ្នាក់ផ្នែកខាងបណ្ឌិតពី4ឆ្នាំទៅ8ឆ្នាំវាសរុបទាំងអស់វា20ឆ្នាំវាខ្លាយខ្លួនទៅជាបណ្ឌិតការគេរៀនជាលោកទី1គេហៅទ្រឹស្ដីទី2អនុវត្តលោកឯងមិនបានរៀនមែនតែលោកឯងបានអនុវត្តទៅអនុវត្តហ្នឹងវាខ្លាំងជាងរៀនទៅទៀតហើយជាពិសេសលោកឯងដែលមានក្រុមប្រឹក្សាឲ្យយោបល់ទៅលោកឯងសិតតែថ្នាក់បណ្ឌិតគោជើងគ្នារាប់រយនាក់ដល់ចុងបញ្ចប់លោកឯងភ្លើបំផុតមកមិនមែនត្រឹមតែភ្លើថែមទាំងភ្លីភ្លើថែមទៀតអាហ្នឹងខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងដើម្បីឲ្យលោកឯងបានច្បាស់កាន់តែបណ្ដាញបន្ថែមទៀតខ្ញុំនឹងចាក់នៅអ្វីដែលលោកឯងនិយាយហើយខ្ញុំនឹងបកឲ្យលោកឯងឲ្យយល់ពីបញ្ហាទាំងអស់ហ្នឹងបាទតែម្សិលមិញនេះមានរឿងអកុសលដែលបានកើតឡើងពាក់ព័ន្ធជាមួយនឹងការបាញ់ប្រហារយ៉ាងខុសខើព្រៃផ្សៃពីឃាតករចំពោះលោកបណ្ឌិតកែមលី
នេះគឺជាលើកទី2ហើយដែលយើងបានជួបប្រទះនៅស្ថានភាពបែបនេះលើកទី1គឺលោកអុកញ៉ាខឹងមេជីហើយលើកទី2កាលពីម្សិលមិញនេះគឺលោកបណ្ឌិតកែមលីដែលជាអ្នកវិភាគដ៏ល្បីល្បាញមួយរូបខ្ញុំសូមយកឱកាសនេះជាថ្មីម្ដងទៀតក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំតខ្ញុំសូមសម្ដែងនូវមរណទុក្ខចំពោះគ្រួសារសពក៏ដូចជាការសោកស្ដាយនិងកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើព្រៃផ្សៃនេះឥឡូវខ្ញុំចង់ឆ្លើយតបនៅក្នុងចំណុចមួយដែលលោកឯងនិយាយថាករណីដែលបាញ់សម្លាប់នៅពេលថ្មីនេះជារឿងអកុសលឬក៏រឿងចៃដន្យឬក៏ជារឿងអបតហេតុដែលកើតឡើងលោកឯងប្រហែលជាយល់ឃើញអញ្ចឹងឬក៏យ៉ាងម៉េចរឿងនឹងទាំងអស់មិនមែនជារឿងអបតហេតុមិនមែនជារឿងអកុសលហើយក៏មិនមែនជារឿងចៃដន្យដែរនេះជារឿងការប៉ុនប៉ងសម្លាប់លោកបណ្ឌិតកែមលីដោយចេតនាហើយទម្លាក់កំហុសមកលើលោកឯងទោះបីក្នុងសាច់រឿងហ្នឹងលោកឯងចង់ក៏ដោយមិនចង់ក៏ដោយក៏លោកឯងត្រូវទទួលនៅរាល់វិបត្តិទាំងអស់ហ្នឹងនេះវាជាចំណុចមួយដែលជាអវិជ្ជមានហើយក៏អសមត្ថភាពនៅការគ្រប់គ្រងប្រទេសហើយក៏ជាយួនបានដកសេចក្តីទុកចិត្តពីលោកឯងរួចទៅហើយកន្លែងនេះដែលខ្ញុំចង់បញ្ជាក់ប្រាប់លោកឯងបានច្បាស់លាស់មិនមែនជារឿងអកុសលទេនេះជារឿងចេតនាដោយការប៉ុនប៉ងសម្រាប់លោកបណ្ឌិតកែមលីហើយជាការប៉ះពាល់សំខាន់ណាស់ពីបញ្ហាដែលខ្ញុំតែងលើកនៅក្នុងคลิปមួយនេះហៅថាផែនការ100រាត្រីតែលោកឯងគ្មានដឹងផែនការអស់ហ្នឹងទេនេះជាចំណុចមួយដែលហៅថាការសម្លាប់លោកបណ្ឌិតកែមលីដោយចេតនាឥឡូវយើងគាត់តែខ្ញុំលើកពីចំណុចហ្នឹងគាត់តែខ្ញុំមិនទាន់បង្ហាញថាអ្នកណាសម្លាប់នៅឡើយទេតែឥឡូវហ្នឹងគាត់តែខ្ញុំចង់លើកថាដែលលោកឯងនិយាយថាជារឿងអកុសលមិនមែនអកុសលទេគឺរឿងចេតនាហើយអ្នកដែលទទួលខុសត្រូវណាមួយបំណែកធំលោកឯងចេញត្រូវទទួលខុសត្រូវអានេះជាចំណុចទី1ចំណុចទី2ក្នុងនាមលោកឯងជាតំណាងនៅរដ្ឋាភិបាលលោកឯងបានចូលរួមមរណទុក្ខដ៏ក្រៀមក្រំនៅជួយរំលែកនៅក្រុមគ្រួសារសពគឺលោកបណ្ឌិតកែមលីលោកឯងចេះប្រើពាក្យហ្នឹងដែរណាចូលរួមមរណទុក្ខកន្លែងហ្នឹងលោកឯងភ្លើមែនទេមកបើសិនជាលោកឯងទៅចូលរួមមរណទុក្ខរួចទៅហើយហេតុអីបានលោកឯងមិនធ្វើសកម្មភាពដើម្បីបង្ហាញឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិឲ្យគេមើលឃើញថាអ្វីដែលលោកឯងធ្វើហ្នឹងគឺលោកឯងអត់មានចេតនាទៅសម្លាប់លោកបណ្ឌិតកែមលីទេអាហ្នឹងបើលោកឯងហ៊ានប្រើពាក្យថាចូលរួមមរណទុក្ខតែសកម្មភាពលោកឯងវិញគឺលោកឯងអត់ធ្វើទាំងអស់មកបាក់ពួកខាងលោកឯងអត់មានធ្វើសកម្មភាពចូលរួមទេយើងមើលទៅឆាកអន្តរជាតិគ្រប់ស្ថានទូតទាំងអស់គេចូលរួមមរណទុក្ខគេចូលរួមបន់សាកសពដើម្បីជាសក្ខីភាពបង្ហាញឲ្យច្បាស់ថាគេចូលរួមជួយរំលែកនៅមរណទុក្ខនៃសាកសពលោកបណ្ឌិតកែមលីរួមទាំងមីកញ្ចាស់មេពឺបីសាច់សក់សដែលបានវាយកលុយមកវាយកមកជួយបន់$2000ថែមទៀតហើយវាបានចូលរួមមរណទុក្ខហើយវាបាននិយាយថាបើសិនជាក្រុមគ្រួសារសាកសពលោកបណ្ឌិតកែមលីត្រូវការឲ្យមីកញ្ចាស់មេពឺបីសាច់សក់សវាជួយវានឹងចេញមកជួយឥឡូវយើងត្រឡប់មកលោកឯងវិញលោកឯងមិនមែនជាអ្នកប្រព្រឹត្តដោយចេតនាទេលោកឯងក៏អត់ដឹងថាសាច់រឿងដែលគេបាញ់សម្លាប់លោកបណ្ឌិតកែមលីផងដែរតែខ្ញុំសួរថាហេតុអីបានលោកឯងមិនចេញទៅធ្វើសកម្មភាពផ្ទាល់អញ្ចឹងលោកឯងតែមានកំហុស3ដល់ធ្ងន់កន្លែងហ្នឹងដែលខ្ញុំចេញអនុសាសន៍ប្រាប់ទៅដល់អគ្គមហាសេនាបតីមេចៅនាយកហ៊ុនសែនឯងឲ្យដឹងឲ្យច្បាស់ពីបញ្ហាហ្នឹងអ្វីដែលជាកំហុសដ៏ធ្ងន់ធ្ងរកំហុសទី1ក្រុមបាក់ពួកលោកឯងកូនចៅលោកឯងទូកបាយយន្តអប្សរាទូដែលមានជាង10លោកឯងអត់ឲ្យបញ្ជាឲ្យគេចាក់ផ្សាយទេនេះជាកំហុសមួយដ៏ធ្ងន់ធ្ងរណាកំហុសទី2លោកឯងមិនបានហាម5អាកូនចៅដើម្បីទៅទប់ស្កាត់កុំឲ្យទៅយាយីទៅរំខានសាកសពគេកំពុងតែធ្វើពិធីបុណ្យសាកសពហ្នឹងដោយគេមានក្តីសោកស្ដាយនិងក្តីនឹងភាពនឹងអាឡោះអាឡៃបែរជាក្រុមបាក់ពួកលោកឯងទៅធ្វើជាអន្តរាគមន៍ដើម្បីរំខានសាកសពថែមទៀតនេះជាកំហុសទី2ទោះបីលោកឯងចង់ក៏ដោយមិនចង់ក៏ដោយក៏គេបានផ្ដោតទៅលើលោកឯងរួចទៅហើយនៅក្នុងបញ្ហាហៅថានេះជាបាក់ពួករបស់ពួកអគ្គមហាសេនាបតីមេចៅនាយកហ៊ុនសែនជាអ្នកដែលប្រព្រឹត្តដោយចេតនាលោកឯងមិនបាច់ទៅរកឃាតករទេអ្វីដែលទង្វើលោកឯងធ្វើហ្នឹងនឹងឲ្យបញ្ជាក់ប្រាប់ថានេះជាឃាតករបង្ហាញឲ្យច្បាស់ថាលោកឯងចេញមកលោកឯងជាឃាតករមកពីព្រោះសកម្មភាពអ្វីទាំងអស់ដោយលោកឯងទៅសាទថោកណ្ដាលវាលឲ្យគេមើលឃើញថាលោកឯងជាឃាតករសម្រាប់លោកបណ្ឌិតកែមលីដោយចេតនាបើសិនជាលោកឯងមិនបានសម្លាប់ទេវាជារឿងអកុសលឬក៏រឿងចៃដន្យលោកឯងត្រូវទៅចូលរួមមរណទុក្ខដើម្បីទៅរំលែកជាមួយក្រុមគ្រួសារសាកសពលោកបណ្ឌិតកែមលីក៏អត់ខុសពីស្ថានទូតនានាដែរតែគេចូលរួមបែរជាលោកឯងបានតែនិយាយត្រឹមតែនៅលើវេទិកាតែសកម្មភាពលោកឯងរាំងស្ទះគេទាំងអស់ដូចក្នុងគេហៅពេលថ្មីនេះបែរជាក្រុមបាក់លោកឯងអត់មានរឿងហេតុផលអីទៅអាចទៅរាំងស្ទះគេបែរជាទៅបញ្ជាឲ្យក្រាស់សាំងឬក៏គេហៅស្ថានីយ៍ឥន្ធនៈទៅបិទកុំឲ្យគេនឹងកុំឲ្យអ្នកហែនឹងកើតដោយសារកាត់បន្ថយពីរឿងព្រេងឥន្ធនៈនឹងសួរថាលោកឯងធ្វើអញ្ចឹងតើវាត្រឹមត្រូវទេអានេះគេហៅថាកំហុសទី2យើងនិយាយកំហុសទី3ខ្ញុំសួរថាហេតុអីបានលោកឯងមិនទៅចូលរួមនៅក្នុងពិធីបុណ្យជាមួយសាកសពជួយរំលែកនៅក្រុមគ្រួសារសាកសពហេតុអីបើលោកឯងគ្មានចេតនាដែលទៅសម្រាប់លោកបណ្ឌិតកែមលីដែលជាអ្នកវិភាគដ៏ល្បីល្បាញដែលលោកឯងបាននិយាយហ្នឹងតែហេតុអីបានលោកឯងមិនចូលរួមលោកឯងកុំភ្លេចថាអាក្រុមប្រឹក្សាអាអ្នកឲ្យយោបល់អ្នកដែលនៅក្រោមបង្គាប់លោកឯងទាំងអស់សិតតែអ្នកនឹងក្បត់លោកឯងទេមិនមែនជាអ្នកដែលស្រឡាញ់លោកឯងទេគោលដៅដែលគេបាញ់លោកបណ្ឌិតកែមលីហ្នឹងគឺមុខព្រួញគេសម្ដៅទៅលើលោកឯងរួចទៅហើយគេទម្លាក់កំហុសទៅលើលោកឯងរួចទៅហើយបើហេតុអីបានលោកឯងមិនយកស្ថានភាពកែប្រែដើម្បីចូលរួមសកម្មភាពទៅដើម្បីឲ្យគេចូលនៅក្នុងលក្ខណៈមួយគេហៅថាគេពិចារណារវាងមីកញ្ចាស់មេពឹសយួនដែរក៏ប៉ុន្តែលោកឯងក៏យួនដូចគ្នាក៏លោកឯងមួយជាអាយ៉ងយួន
នអាមួយទៀតជាមេយួនមានកញ្ចាស់មេពឹសជាមេយួនហើយអ្វីដែលសំខាន់ថែមទៀតនេះលោកឯងកុំភ្លេចថាអាក្រមបង្គាប់លោកឯងដូចអាសុកអេសានអាផៃស៊ីផានអាអោមចន្ទទៀងអាកែវមមីមើអាទីស្ដីការគណៈរដ្ឋមន្ត្រីរហ័សទាន់ចិត្តហ្នឹងសិតតែពួកនឹងក្បត់លោកឯងទេហើយលោកឯងកុំភ្លេចថាពួកអាហ្នឹងsẽពួកក្បត់ទេណាវារត់ពីប៉ាមួយចូលប៉ាមួយទៀតឥឡូវវាអាណេបណប់វាលុតក្រាបថ្វាយបង្គំលោកឯងនៅពេលដែលលោកឯងមានអំណាចលោកឯងចាំមើលនៅពេលដែលលោកឯងអស់អំណាចចាំមើលវាចិនស៊ីលោកឯងយ៉ាងម៉េចហើយវាទៅសហការជាមួយនឹងមីកញ្ចាស់មេពឹសដើម្បីមកវាយត្រឡប់មកលើលោកឯងវិញដូចជាក្រុមគ្រួសារតកូហ៊ុននឹងជួបនៅវិបត្តិវេទនានៅថ្ងៃមុខហើយស្ដាប់សម្ដានអនុសាសន៍របស់អៀកំស្រេងអានេះខ្ញុំប្រាប់ទៅអគ្គមហាសេនាបតីមេចៅនៃទូហ៊ុនសែនឯងស្ដាប់ឲ្យបានច្បាស់លាស់ស្ដាប់អនុសាសន៍របស់លោកអៀកំស្រេងគឺប្រាប់លោកអគ្គមហាសេនាបតីមេចៅនៃទូហ៊ុនសែនឯងឲ្យដឹងឲ្យច្បាស់លាស់អំពីផែនការយួនរៀបចំគំនិតតកូហ៊ុនហើយនេះខ្ញុំប្រាប់លោកឯងឲ្យដឹងកុំឲ្យលោកឯងមានមោទនភាពពេកអញ្ចឹងត្រូវស្ដាប់នៅពាក្យខ្ញុំឲ្យបានច្បាស់លាស់គេថាពេលដែលលោកឯងឃ្លានលោកឯងត្រូវការឆ្អែតដល់ពេលលោកឯងឆ្អែតហើយបានលោកឯងត្រូវការឆ្ងាញ់តែលោកឯងកុំភ្លេចណាវិធីបើសិនជាលោកឯងមើលទៅជាស៊ីមតែគាត់បានងាប់ហ្នឹងសួរថាមានវិជាពលរដ្ឋចូលទៅហែដូចលោកកែមលីទេតើវិជាពលរដ្ឋគេសោកស្ដាយទេគ្មានអ្នកណាគេសោកស្ដាយទេពីព្រោះទាំងធ្វើក្បត់ជាតិមិនបានទាំងធ្វើជួយជាតិទេនេះតែសបញ្ជាក់បង្ហាញឲ្យឃើញដឹងច្បាស់លាស់ថាខ្លាទុកស្បែកបាក់សីទុករោមមនុស្សទុកឈ្មោះដូចជាចំណុចហ្នឹងដែលលោកឯងត្រូវការឥឡូវនេះលោកឯងឆ្អែតលោកឯងត្រូវការឆ្ងាញ់តែអាវិធីដែលឆ្ងាញ់ហេតុអីបានលោកឯងមិនជួយរំលែកទៅដល់ជាតិខ្មែរដើម្បីប្រែសកម្មភាពនយោបាយទាំងអស់ឲ្យទៅជាកម្លាំងជាតិវិញអាហ្នឹងលោកឯងនឹងមានវិជាប្រិយភាពថ្ងៃក្រោយតែហេតុអីបានលោកឯងនៅតែភ្លើទៀតគេផ្ដោតមកលើលោកឯងប៉ុណ្្នឹងហើយបែរជាលោកឯងមិនបានទៅចូលរួមមរណទុកដោយយកលុយទៅចូលឬក៏ទៅអុជធូបដើម្បីចូលរួមទៅអាហ្នឹងក៏វាជាចំណុចមួយគេមានជំនឿខ្លះដែរថាលោកឯងជាជនជាតិខ្មែរគិតគូរវិផលប្រយោជន៍ខ្មែរខ្លះដែរបែរជាលោកឯងភ្លើមែនទេមកមីកញ្ចាស់មេពឹសហ្នឹងវាជាគិតកោបែរជាវាចេញលុយ$2000ជួយបែរជាលោកឯងរងចាំទទួលថ្មបាក់ហេតុអីបានលោកឯងមិនចេញមកសកម្មភាពនិយាយភាពត្រង់មកហេតុអីបានទុកឲ្យគេចំណេញហើយលោកឯងទទួលវិបត្តិទាំងអស់គេលោកឯងដឹងហើយតែលោកកែមលីគាត់ស្លាប់ហ្នឹងគឺលោកឯងដឹងមកដឹងតែគាត់ស្លាប់ដោយសាររឿងអីរួចទៅហើយនេះចំណុចកំសោយលោកឯងគឺលោកឯងមានមោទនភាពខ្លួនឯងខ្លាំងពេកដែលជឿទៅតាមពួកអាជនក្បត់នៅជុំវិញខ្លួនលោកឯងហ្នឹងសិតតែក្បត់លោកឯងទេមិនមែនជួយលោកឯងដោយស្មោះត្រង់ទេពេលដែលលោកឯងខ្លាំងគេលុតគេក្រាបគេអោនលំទោនដល់ពេលលោកឯងអស់អំណាចអាហ្នឹងហើយគេចិនឈីលោកឯងក៏ប៉ុន្តែយើងនិយាយឲ្យចំតែលោកឯងក៏បានចាប់អារម្មណ៍ខ្លួនឯងផងដែរថារយៈកាលកន្លងមកលោកឯងហាមគេកាប់ព្រៃគេកាប់ទាំងអស់ហាមគេយើងមើលគ្រប់ជលផលព្រៃដីរ៉ែដីសម្បត្តិ99ឆ្នាំស្អីទាំងអស់គ្រប់រដ្ឋក្នុងក្រសួងនគរបាលក្រសួងប៉ូលីសក្រសួងទាហានក្រសួងមហាផ្ទៃមានណាគេស្ដាប់លោកឯងទេលោកឯងគាត់ថាគេលើកជាតំណាងដើម្បីចាំទទួលថ្មបាក់ពីគេទាំងអស់តែលោកឯងកុំភ្លេចណាប្រវត្តិសាស្ត្រលោកឯងនឹងស្អុយឈ្មោះណាមានអ្នកចោទថាពលពតជាឃាតករណាលោកឯងខ្លាំងជាងពលពតថែមទៀតអានេះខ្ញុំបញ្ជាក់កន្លែងនោះបានច្បាស់លាស់ហើយខ្ញុំចាក់បន្ថែមទៀតបាទអ្វីទៅដែលហៅថាជាការខាត់បងនេះជាការប៉ះពាល់ធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលតែម្ដងតើអ្នកណានឹងទទួលផលចំណេញអំពីរឿងបែបនេះកើតឡើងនៅក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែនិយាយអំពីសន្តិភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋចំណុចនេះខ្ញុំគិតថាវាហាក់ដូចជាការផ្សេងផ្សាយមួយសម្រាប់យើងនេះជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលដែលទាមទារឲ្យយើងត្រូវដោះស្រាយបញ្ហាទាំងនេះហើយយើងត្រូវដោះស្រាយបញ្ហាមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែកមួយនេះទេក៏ប៉ុន្តែមួយរយៈចុងក្រោយនេះយើងបានឃើញកើតឡើងនៅអំពើមួយចំនួនដែលវាបានជះឥទ្ធិពលទៅលើសន្តិសុខសណ្ដាប់ធ្នាប់សង្គមរបស់យើងទៀតទៅកាន់ការប្លន់ប្រដាប់អាវុធបានកើតឡើងជាបន្តដែលនោះគឺជាបញ្ហាដែលទាមទារឲ្យយើងមានការដោះស្រាយឥឡូវនេះលោកឯងបានយល់ឃើញថានេះជាភាពអាម៉ាស់របស់រដ្ឋាភិបាលក៏ប៉ុន្តែលោកឯងតោងទៅយល់ឲ្យច្បាស់លើថាភាពអាម៉ាស់លោកឯងនេះគាត់តែខ្ញុំសួរថាហេតុអីបានលោកឯងមិនព្រមធ្វើសកម្មភាពចូលរួមមរណទុក្ខហើយដើម្បីបង្ហាញមជ្ឈដ្ឋានជាតិនិងអន្តរជាតិឲ្យឃើញថាសកម្មភាពនេះលោកឯងមិនបានធ្វើទេអានេះជាកំហុសដ៏ធ្ងន់ធ្ងរកន្លែងហ្នឹងដែលលោកឯងមិនបានចូលរួមហើយមិនថែមរាំងស្ទះណាធ្វើសកម្មភាពរាំងស្ទះហើយមិនបានចាក់ផ្សាយហើយទៅវាយប្រហារទៅលើបណ្ឌិតកែមដៃថែមទៀតអានឹងដែលសបបញ្ជាក់ឲ្យឃើញថាលោកឯងចង់ក៏ដោយមិនចង់ក៏ដោយគឺលោកឯងជាអ្នកប្រព្រឹត្តក៏ប៉ុន្តែខ្ញុំជឿថានយោបាយយួនកំពុងតែដោតមុខព្រួញមករោតកូហ៊ុនហើយកន្លែងហ្នឹងដែលខ្ញុំបញ្ជាក់លោកឯងឲ្យបានច្បាស់លើហើយបញ្ហាមួយទៀតលោកឯងថានេះជារឿងការចាញ់ចាល់ប្រកាសជាគេចាញ់ចាល់ហើយប្រកាសជាគេចាញ់ចាល់ហើយលោកឯងកុំភ្លេចថាមុនលោកបណ្ឌិតកែមលីដែលគាត់ស្លាប់មុន2ថ្ងៃរបាយការណ៍ Global Witness បានចេញនិយាយអំពីតកូហ៊ុនដែលមានក្រុមហ៊ុនជាង100ក្រុមហ៊ុនតាមកំពិតមិនមែនត្រឹមជាង100ទេជិត200ក្រុមហ៊ុនដែលទឹកលុយមានចំនួនយ៉ាងតិចណាស់2 billion បានតែ2000លាន$បានន័យថារបាយការណ៍ Global Witness គេយកទៅនៃបានលោកឯងត្រូវយល់ឲ្យច្បាស់លើថាហេតុអីបានគេយកបានពីព្រោះតកូហ៊ុនអស់អានុភាពហើយមុខព្រួញដែលគេបាញ់ទៅលើក្រុមគ្រួសារតកូហ៊ុនហើយនៅ
ពេលដែលលោកឯងអស់អំណាចទៅណាកន្លែងហ្នឹងដែលគេចង់បញ្ជាក់បង្ហាញឲ្យច្បាស់លាស់ថាក្រុមហ៊ុនដែលមានជិត200ក្រុមហ៊ុនណាយួនយកទាំងអស់ឥឡូវលោកឯងទៅឆែកមើលទៅក្រុមហ៊ុនមួយណាដែលអត់មានពាក់ព័ន្ធជាមួយយួនតែក្រុមហ៊ុនកូនចៅលោកឯងគ្រប់គ្រងទាំងអស់ហ្នឹងដែលជិត200ក្រុមហ៊ុនហ្នឹងហ៊ុនមួយណាក៏មានយួននៅក្នុងហ្នឹងដែរឥឡូវនេះហេតុអីបាទហ៊ុនហ្នឹងអាចនៅគ្រប់គ្រងបានគេឲ្យក្រុមគ្រួសារតកូហ៊ុនគ្រប់គ្រងដោយសារអីដោយសារឥឡូវវាមានអំណាចដែលមានអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនដើម្បីជាអំណាចយកអំណាចហ្នឹងមកគ្រប់គ្រងលោកឯងកុំភ្លេចថាក្រុមកូនចៅលោកឯងគ្មានសមត្ថភាពជាអ្នកឈ្មួញចំនួនក្នុងមជ្ឈដ្ឋានអ្នកជំនួញទេក្រុមគ្រួសារលោកឯងគាត់តែយកឈ្មោះយកអំណាចលោកឯងដើម្បីយកមកប្រើហើយទៅទាញយកក្រុមហ៊ុនអស់ហ្នឹងទេក៏ប៉ុន្តែលោកឯងកុំភ្លេចថាវិធីដែលលោកឯងធ្វើទៅគេក៏ធ្វើមកលោកឯងវិញដែរកន្លែងហ្នឹងឲ្យលោកឯងដឹងថាវិធីដែលកូនលោកឯងធ្វើទៅលោកអឹងមេងជឺទម្លាក់កំហុសទៅលើអាថងសារ៉ាត់យួនគេអត់លើកលែងទេយួនគេនៅមានគំនុំជាមួយនឹងលោកឯងកុំភ្លេចថាពួកយួនណាវាជួយគ្នាណាមានតែលោកឯងទេភ្លីភ្លើនាំគ្នាទៅវាយតែខ្មែរគ្នាឯងមុខព្រួញដែលគេធ្វើឥឡូវនេះគឺគេបោបាញ់មុខព្រួញសំដៅទៅលើលោកឯងដោយសារអីវាពាក់ព័ន្ធនឹងរឿងអាជីវកម្មតកូហ៊ុនកន្លែងហ្នឹងហើយដែលអង្គការ Global Witness យកទិន្នន័យបានក៏ដោយសារនៅក្នុងក្រុមហ៊ុននឹងមានអ្នកក្បត់អញ្ចឹងហើយបានគេប្រមូលទិន្នន័យបានទាំងអស់ហើយបានគេបកគលទៅឲ្យអង្គការ Global Witness តែលោកឯងភ្លើលោកឯងអត់ដឹងទេលោកឯងគាត់តែមនុស្សដែលចេះតែអួតអាងទេគ្មានការគិតគូរដល់កម្រិតចុងក្រោយទេលោកឯងគ្មានសមត្ថភាពអស់ហ្នឹងទេដូចខ្ញុំបាននិយាយចឹងបណ្ឌិតគេរៀនតែ20ឆ្នាំគេធ្វើជាបណ្ឌិតលោកឯងធ្វើនាយករដ្ឋមន្ត្រី31ឆ្នាំលោកឯងយកភ្លីភ្លើទៀតនឹងហើយគេហៅថាអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនដែលជាបណ្ឌិតភ្លីភ្លើនេះពីអៀកំសែងបញ្ចេញអនុសាសន៍ឲ្យអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនឯងត្រូវយល់ដឹងឲ្យបានច្បាស់លាស់អានេះចំណុចដែលខ្ញុំចង់បញ្ជាក់ប្រាប់ថាអវសានតកូហ៊ុនមកដល់ហើយលោកឯងមុខមាត់ស្អីអស់ចាស្អីធ្វើជាអាយ៉ងគេឲ្យគេគ្រប់គ្រងឲ្យគេជឿនជ្រាយកឈ្មោះខ្លួនឯងមកស្អុយក្នុងប្រវត្តិសាស្ត្រតែលោកឯងកុំភ្លេចថានៅពេលដែលលោកឯងមានអំណាចគ្រួសារលោកឯងអត់ទាន់មានអីទេណាតែនៅពេលដែលលោកឯងអស់អំណាចទៅឬក៏ពេលលោកឯងងាប់ទៅគុំគ្រួសារលោកឯងរស់នៅក្នុងស្ថានភាពវេទនាមកគុំឲ្យកុំភ្លេចណាសូម្បីតែនៅប្រទេសក្រៅក៏គេតាមដែរពីព្រោះទ្រព្យសម្បត្តិតកូហ៊ុនទាំងអស់សិតតែជាទ្រព្យសម្បត្តិរបស់ជាតិប្រមូលយកវិញទាំងអស់ដល់សរុបចុងបញ្ចប់គាត់ណាសំណួរអ្នកឯងឆ្លើយគេមួយម៉ាត់ឲ្យចប់ទៅបានហើយអ្នកឯងមានទ្រព្យសម្បត្តិទាំងអស់សំណួរគេថាអ្នកឯងធ្វើការអីបានមានលុយ10ប៉ុណ្ណឹងតែមានលុយរាប់លានអ្នកឯងធ្វើការអីឆ្លើយនៅសំណួរគេតែមួយបានហើយកុំឲ្យតែលើខ្ញុំរស់ស៊ីអ្នកឯងរស់ស៊ីយ៉ាងម៉េចរស់ស៊ីដោយសុចរិតឬរស់ស៊ីដោយទុច្ចរិតអ្នកឯងទៅដោះគេទៅជាមួយនឹងច្បាប់អន្តរជាតិជាមួយនឹងច្បាប់គេសំណួរគេសួរតែដោយខ្លីឯងលុយទាំងអស់បានមកពីណាដូចជាចំណុចទាំងអស់គេទាញយកមកវិញទាំងអស់នៅពេលដែលលោកឯងងាប់ទៅហើយនៅពេលដែលលោកឯងងាប់ទៅគេបន់គេជេរគេស្ដីគេបន្ទោសគ្រប់ចំណុចទាំងអស់ពីព្រោះលោកឯងគេហៅថាអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនហើយក៏ជានាយករដ្ឋមន្ត្រីភ្លីភ្លើដែលធ្វើនាយករដ្ឋមន្ត្រី31ឆ្នាំហើយអត់ដឹងពីលទ្ធផលចុងក្រោយដែលខ្លួនឯងទទួលបានជាស្អីកន្លែងហ្នឹងហើយដែលគេកំពុងតែចាញ់ចោលតកូហ៊ុនគឺបញ្ហាកន្លែងហ្នឹងដែលយួនដកសេចក្តីទុកចិត្តពីលោកឯងរួចទៅហើយអញ្ចឹងគេទៅរៀបចំកម្លាំងមួយទៀតលើកអំណាចមួយទៀតហើយលោកឯងកុំភ្លេចថានៅក្នុងស្ថាប័នបកប្រជាជនហ្នឹងកម្លាំងយួនណា90%រួចទៅហើយកម្លាំងលោកឯងមានតែ10%ទេបើវាចង់កំទេចលោកឯងនៅពេលណាបានពេលហ្នឹងពីព្រោះសិតតែជាកម្លាំងយួនពេញនឹងអស់ហើយតាលោកឯងអត់មានជំរឿទេពីព្រោះលោកឯងមកទៅខាងប្រជាពលរដ្ឋគេស្អប់បើលោកឯងទៅខាងយួនគេកំពុងតែធ្វើកោការទម្លាក់លោកឯងដកលោកឯងចេញបើដកលោកឯងចេញគូសារតកូហ៊ុនត្រូវចប់អានេះខ្ញុំបញ្ជាក់ឲ្យបានច្បាស់លាស់ហើយលោកឯងត្រូវយល់ថាវិស័យមជ្ឈដ្ឋានអ្នកជំនួញក្រុមគូសារលោកឯងក៏មាន200ក្រុមហ៊ុនចង់បញ្ចប់យួនយកវិញទាំងអស់ពីព្រោះក្រុមគូសារសាច់ញាតិគ្រួសារលោកឯងគ្មានសមត្ថភាពជាអ្នកឈ្មោះជាអ្នកជំនួញទេគ្រាន់តែចេញឈ្មោះលោកឯងយកមកប្រើដើម្បីអីដើម្បីកេងយកចំណេញពីមជ្ឈដ្ឋានអ្នកជំនួញក៏ប៉ុន្តែអ្នកជំនួញឥឡូវអ្នកឯងមានអំណាចគេនៅសង្ងំដល់ពេលអ្នកអស់អំណាចអានឹងគេគិតមិនក៏អត់ខុសពីមេរោគដែរលោកឯងនៅមានកម្លាំងមេរោគអត់ទាន់ចូលទេពេលលោកឯងអស់កម្លាំងអាមេរោគចូលទន្ទ្រានសរីរាង្គកាយលោកឯងរួចទៅហើយនេះតែខ្ញុំចង់បញ្ជាក់ឲ្យលោកឯងឲ្យដឹងឲ្យយល់ឲ្យច្បាស់អំពីបញ្ហាយើងនិយាយពីជីវិតនៅរស់នៅដែលខ្ញុំតែងតែបញ្ជាក់ប្រាប់លោកឯងឲ្យយល់ពីអត្ថន័យមួយលោកឯងបាយមួយចានឆ្អែតមួយកាពះរស់មួយថ្ងៃចំនួនពីមុនកាលលោកឯងនៅក្មេងអាលោកឯងដណ្ដើមម្ហូបខ្លាស៊ីដល់ទៅពេលលោកឯងចាស់លោកឯងដណ្ដើមម្ហូបគោវិញហើយលោកឯងអត់ហ៊ានស៊ីម្ហូបខ្លាទេពីព្រោះអាមេរោគទាំង3គេហៅថាឃាតករទាំង3ចាំសម្លាប់លោកឯងគេហៅឃាតករអីមួយគេហៅ high cholesterol ទី2ទឹកនោមផ្អែមទី3ជំងឺលើឈាមតែជំងឺទាំង3ហ្នឹងចាំទន្ទ្រានយកលោកឯងគ្រប់ពេលវេលាកន្លែងហ្នឹងហើយដែលលោកឯងចង់បានរក្សាជីវិតលោកឯងឲ្យបានថិតថេរឲ្យបានយូរអង្វែងគឺដោយសារអីទៅដណ្ដើមម្ហូបគោគេហៅម្ហូបយ៉ាងម៉េចម្ហូបគោស្ពៃបន្លែអីទាំងអស់ហ្នឹងគេឲ្យលោកឯងបរិភោគអាម្ហូបហ្នឹងឲ្យបានច្រើនលោកឯងមិនអាចទៅដណ្ដើមម្ហូបខ្លាបានទៀតទេនេះជាអវសាននៃជីវិតលោកឯងហើយលោកឯងឲ្យដឹងពីចំណុចហ្នឹងដល់ស្រោមសេចក្តីទៅនៅតែបាយមួយចានឆ្អែតមួយកាពះរួមមួយថ្ងៃនេះតែទស្សនៈឬក៏ជាអនុសាសន៍របស់អៀកំសែងដែលបញ្យល់ទៅអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនឯងឲ្យយល់ឲ្យដឹងឲ្យច្បាស់លាស់ពីបញ្ហាអស់ហ្នឹងអានេះខ្ញុំនិយាយពីរឿងអវសានតកូហ៊ុនតែគេផ្ដោតមកលើលោកឯងឥឡូវខ្ញុំចាក់បន្ថែមទៀតហើយសូមចេញបទវិជាហើយអាជ្ញាធរមានសមត្ថកិច្ចស្វែងរកនៅជនដីដល់និងជនគូគិតទាំងឡាយដើម្បីប្រន់ទាទោសតាមច្បាប់ចំណុចនេះខ្ញុំអាចនឹងលើកជាគូសបញ្ជាក់ហើយដើម្បីឲ្យកងរាជអាវុធហត្ថនៅទីនេះក៏ដូចជាកម្លាំងអនុវត្តនៅសមត្ថកិច្ចដទៃទៀតដើម្បីនឹងធ្វើប្រតិបត្តិការពង្រឹងសន្តិសុខឡើងវិញសម្រាប់ក្របខ័ណ្ឌទីរបស់យើងឥឡូវនេះលោកឯងបានបញ្ជាចេញមកដើម្បីរកឃាតករឥឡូវលោកឯងបាច់បញ្ជាចេញមកទៅរកឃាតករទេឥឡូវខ្ញុំប្រាប់ឃាតករឲ្យលោកឯងទៅចាប់ឃាតករដែលសម្រាប់លោកបណ្ឌិតកែមលីហ្នឹងគឺបណ្ដាលមកពីគេហៅថាផែនការ100រាត្រីបើផែនការ100រាត្រីចេញផែនការហ្នឹងនឹងទៅជាផែនការបណ្ដឹងទៅលើ ICJ ហើយអ្នកទទួលខុសត្រូវហ្នឹងទី1មីកញ្ចាស់មេពឺ3សាច់សក់សទី2គឺលោកឯងតែគាត់តែចំណុចមួយដែលខ្ញុំចង់បញ្ជាក់ប្រាប់ថាចេះហេតុអីបានលោកឯងក៏ភ្លើងសម្បើមហេតុអីបានលោកឯងគាត់តែទទួលរងនឹងថ្មបាក់ហេតុអីបានមិនបញ្ជាក់ប្រាប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិឲ្យគេដឹងថាទឹកដីហ្នឹងជាទឹកដីរបស់ស្ដេច
មានកញ្ចាស់មេពឹសត្រូវទទួលខុសត្រូវរឿងដែលគេបាញ់សម្លាប់លោកបណ្ឌិតកែមលីណាអ្វីដែលចំណេញទៅមានកញ្ចាស់មេពឹសបីសាច់សក់សគឺជាឃាតករដែលសម្លាប់លោកបណ្ឌិតកែមលីអាលោកអញបាច់ទៅរកឃាតករថែមទៀតទេវិញឆ្ងាយទេហើយមិនបាច់បៀបសបនិមិត្តយកមកដោយឃាតករដែលសម្លាប់លោកជីវជាទេអ្វីដែលលោកឯងធ្វើណាគឺហួសសម័យហើយហួសកាលវេលាហើយអញ្ចឹងបានវាប្រើនយោបាយយកឃាតករមកបង្ហាញឲ្យច្បាស់លាស់ក៏ប៉ុន្តែអារឿងឃាតករដែលបាញ់ឲ្យទៅថាជំពាក់លុយ 3000 ហ្នឹងអានេះគិតតែជាពាក្យដើម្បីដោះសារក៏ប៉ុន្តែយើងទៅរកថាបុព្វហេតុដែលលោកកែមលីដែលគាត់ស្លាប់បណ្ដាលមកពីអីគឺបណ្ដាលមកពីរឿងផែនការ100រាត្រីហើយផែនការ100រាត្រីបើបានទៅប្តឹងទៅដល់អង្គការសហជីវជាតិកន្លែងហ្នឹងដែលត្រូវកកោកាយទី1គឺអារាជានិយមត្រូវទៅចេញមកទទួលខុសត្រូវអាហ្នឹងដែលប៉ះពាល់មានកញ្ចាស់មេពឹសបីសាច់សក់សដែលវារួមសកម្មភាពជាមួយយួនតាំងពីឆ្នាំ1955សម្រាប់វីរជនខ្មែរយើងសម្រាប់អ្នកស្នេហាជាតិហើយជាពិសេសសម្រាប់ប្រជាពលរដ្ឋខ្មែរអស់រាប់លានអ្នកណាសង្គ្រាម3ដងដែលមានកញ្ចាស់មេពឹសបីសាច់សក់សដែលនាំមកភ្លើងសង្គ្រាមឲ្យខ្មែរយើងជួបនូវភាពមហន្តរាយបើលោកឯងចង់ហេតុអីបានលោកឯងមិនលាតត្រដាងប្រាប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិឲ្យគេដឹងថាលោកឯងអត់បានប្រព្រឹត្តទេតែខ្ញុំគិតថាខ្ញុំនិយាយតាំងពីរឿងដើមហើយលោកឯងមិនបានធ្វើទេតែសកម្មភាពលោកឯងដូចតែស្រាក់ខោបង្ហាញថាលោកឯងជាអ្នកធ្វើកន្លែងហ្នឹងដែលជាប្រភពនៃបញ្ហាតែសាច់រឿងនេះជាសាច់រឿងរបស់មានកញ្ចាស់មេពឹសបីសាច់សក់សហើយរយៈកាលកន្លងមកលោកឯងមិនព្រមបញ្ចេញទេលោកឯងចង់ទទួលថ្មបាតតែខ្លួនឯងឲ្យយួនបានដេកស៊ីឲ្យស្រួលយកទឹកដីខ្មែរទៅបកគលឲ្យយួនកាន់តែហូរចូលមកហើយលោកឯងក៏ភ្លើសម្បើមែនឥឡូវលោកឯងត្រូវការឆ្ងាញ់ឥឡូវនេះមិនមែនត្រូវការឆ្អែតទេខ្ញុំនិយាយឆ្នាំ85លោកឯងត្រូវការឆ្អែតលោកឯងចង់បានអំណាចឥឡូវអំណាចលោកឯងមានហើយតែដល់ឥឡូវនេះលោកឯងត្រូវការអំណាចទៀតបើអំណាចលោកឯងហាមស្អីមួយគេអត់ធ្វើតាមលោកឯងផងលោកឯងហាមគេស្អីក៏ដោយលោកឯងហាមបញ្ជាចេញមកដូចវេចកអញ្ចឹងបានតែមួយថ្ងៃពីរថ្ងៃធ្វើមិនអត់ដែរហើយលោកឯងទៅជឿអានៅក្រោមបង្គាប់លោកឯងទាំងអស់សិតតែក្បត់លោកឯងទេដូចអាសុកអេសានអាកែមមីមើផៃសិផានព្រមមានទីស្តីការគណៈរដ្ឋមន្ត្រីរហ័សទាន់ចិត្តហ្នឹងអាហ្នឹងសិតតែក្បត់លោកឯងទេមិនបានបញ្យល់លោកឯងឲ្យចូលនៅក្នុងភាពរីកចម្រើនភាពរុងរឿងភាពថ្លៃថ្នូរសម្រាប់ក្រុមគ្រួសារគូហ៊ុនអត់ទេនេះគឺតែជាជំរុញដើម្បីនៅភាពអ៊ូតអាងដូចជំលើកឧទាហរណ៍ជាក់ស្ដែងអង្គការ Global Witness គេយករបាយការណ៍បានដល់ជាក់ស្ដែងពិតប្រាកដហើយបែរជាអាសុកអេសាននិយាយថា Global Witness មកចំណែននឹងទាទៅគូហ៊ុនខ្ញុំសួរថាទៅគេធ្វើការនៅអង្គការសហប្រជាជាតិគេជាអង្គការពិភពលោកហើយគេឆែកមើលរាល់វិបត្តិប្រទេសដែលមានការពុករលួយហើយអីបានគេទៅចំណែនអីជាមួយក្រុមគ្រួសារលោកឯងទៅឈឺក្បាលអីនេះជារបាយការណ៍របស់អង្គការសហប្រជាជាតិដែលគេចេញមកតំណាងក្នុងពិភពលោកដូចជាចំណុចអស់ហ្នឹងបែរជាអាសុកអេសានវាទៅនិយាយភ្លីភ្លើអញ្ចឹងលោកឯងទៅយកពួកអាអស់ហ្នឹងធ្វើឲ្យលោកឯងកិច្ចយកលោកឯងកាន់តែធ្លាក់ដុនដាខ្លាំងថែមទៀតពីព្រោះលោកឯងអត់ចេះប្រើមនុស្សទេលោកឯងប្រើតែអាមនុស្សគេហៅតែអាមនុស្សក្បត់ដល់អាមនុស្សក្បត់វាចេះនិយាយស្អីនិយាយឲ្យគេស្អប់លោកឯងថែមទៀតនោះអាហ្នឹងឯងជាចំណុចសំខាន់ណាស់ពីព្រោះលោកឯងនៅតែភ្លីភ្លើដែរលោកឯងអត់យល់ពីបញ្ហានយោបាយគេហៅថានយោបាយឆ្ងាញ់វាយ៉ាងម៉េចនយោបាយឆ្អែតយ៉ាងម៉េចលោកឯងអត់យល់នៅតែភ្លីភ្លើដែរធ្វើនាយករដ្ឋមន្ត្រី31ឆ្នាំហើយអត់ដឹងថាគោលបំណងលទ្ធផលចុងក្រោយចេញជាស្អីចុងបញ្ចប់ជាស៊ីមគ្រាន់បើបន្តិចខ្ញុំប្រាប់ទៅលោកឯងខ្លាំងជាងជាស៊ីមទៀតដល់ពេលដែលលោកឯងងាប់ក្រុមគ្រួសារតកូហ៊ុនត្រូវចប់អានេះខ្ញុំបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់ពីព្រោះយួនបានផ្ដោតទៅលើលោកឯងហើយលើខ្ញុំលើកមួយទៀតរវាងយួនវាមានពីរបូរនីហើយនិងមានកញ្ចាស់មេពឹសតើយួនទុកមួយណាយួនគេត្រូវការគេទុកមានកញ្ចាស់មេពឹសហើយពីព្រោះមានកញ្ចាស់មេពឹសនេះមន្ត្រីយួនធំដែលចូលនិវត្តន៍ទាំងអស់គ្មានអ្នកណាមួយមិនគោរពមានកញ្ចាស់មេពឹសបីសាច់សក់សនឹងទេហើយគេត្រូវតែគេជំរុញប្រជាពលរដ្ឋគេមុននឹងចូលមកដល់ប្រទេសកម្ពុជាត្រូវតែថ្វាយបង្គំមានកញ្ចាស់មេពឹសនឹងជាអត្តភាពពីព្រោះបើគ្មានមានកញ្ចាស់មេពឹសនឹងទេក៏មិនអាចយកទឹកដីខ្មែរយើងឲ្យយួនបានដែរកន្លែងហ្នឹងគេសុកចិត្តគេនៅតែរក្សាមានកញ្ចាស់មេពឹសហ្នឹងហើយទោះបីទៅដល់ពេលវាងាប់ក៏គេនៅតែអត់បូជាដោយអាបីសាច់ស៊ីនោះទេគេនៅតែតម្កល់វាដោយហ៊ូជីមិញចឹងដោយសាកសពអាហ៊ូជីមិញគេនៅតម្កល់ទុកវានេះជាទីសក្ការៈបូជាជាវីរៈនារីចារកិច្ចរបស់យួនបន្លំខ្លួននៅក្នុងស្ថាប័នខ្មែរយើងដែលវាជំរុញនយោបាយយកទឹកដីខ្មែរយើងឲ្យយួនគ្រប់គ្រងឲ្យយួនបានយកទឹកដីខ្មែរបានទាំងស្រុងក៏ដោយសារមានកញ្ចាស់មេពឹសបីសាច់សក់សនឹងដែរក៏ប៉ុន្តែបែរជាលោកឯងវិញឥឡូវយួនកំពុងតែដោតសម្ដៅមកលោកឯងហើយដូច្នេះលោកឯងរងចាំថ្ងៃងាប់ទៅហើយកុំឲ្យថាលោកឯងខ្លាំងកម្លាំងទ័ពយួនដាក់តាមព្រំដែនអស់រួចទៅហើយជាពិសេសកម្លាំងរបស់មានកញ្ចាស់មេពឹសហ្នឹងនៅក្នុងស្ថាប័នកងទ័ពនៅក្នុងស្ថាប័ននគរបាលនៅក្នុងស្ថាប័ន PM ក្រសួងមហាផ្ទៃមានកញ្ចាស់ហ្នឹងគ្រប់គ្រងរួចទៅហើយលោកឯងក៏មាន 10% ទេហើយលោកឯងចង់ធ្វើសកម្មភាពអីគេគ្រប់បាត់ហើយលោកឯងក៏พูดអានហើយអានេះខ្ញុំប្រាប់ឲ្យច្បាស់លាស់លោកឯងចាំតែរងចាំទទួលថ្មបាក់លូអវសានបើសិនជាលោកឯងមានជំហរការកែប្រែមកខាងជាតិវិញបើលោកឯងមកខាងជាតិបានប្រជាពលរដ្ឋខ្មែរគេគ្រប់គ្រងលោកឯងមានដំណើរសហការជាមួយនឹងប្រជាពលរដ្ឋលោកឯងអាចមានសន្ទុះតែបើលោកឯងនៅតែពីភ្លើងងឹតងងុលថែមទៀតតកូលហ៊ុនអវសានចប់ហើយអានេះខ្ញុំបញ្ជាក់លោកឯងជាលក្ខណៈចុងក្រោយបាទជាចុងបញ្ចប់នេះខ្ញុំសូមអំពាវនាវដល់បងប្អូនរួមជាតិទាំងអស់សូមមេត្តាបើសិនជាស្ដាប់ហើយសូមបង្វិលឃ្លីបនឹងទៅឲ្យអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនបងពីព្រោះឲ្យជួយ share ជួយ like និងជួយ share ដើម្បីបង្ហាញទៅអគ្គមហាសេនាបតីមេចៅភ្នែកតូហ៊ុនសែនដែលចេញអនុសាសន៍ពីអៀកំស្រីចូលបងប្អូនជួយ like ជួយ share ផងបាទ